ខ្ញុំបាទរយ៉ាគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូទាក់ទងជាមួយនឹងការអានសៀវភៅក្នុងខេត្តក្រចេះដែលកម្មវិធីនេះបងអុកវណ្ដេគាត់ជាអ្នកដូចផ្ដើមកម្មវិធីឡើងអញ្ចឹងណាគាត់បានធ្វើទេសចរអំណានជាច្រើនខេត្តមកហើយកាលមុនគាត់ធ្វើនៅសៀមរាបហើយថ្ងៃនេះធ្វើនៅក្រចេះបន្ទាប់ពីផុតពីថ្ងៃទី25ទៅគាត់នឹងធ្វើនៅខេត្តមណ្ឌលគិរីម្ដងពេលវេលាអានសៀវភៅក្នុងខេត្តក្រចេះនៅមាត់ទន្លេនេះពិតជាយូរមែនតើបងប្អូនរហូតដល់2អាទិត្យហើយការអាននេះគឺតាមស្ថានភាពអាកាសធាតុដែរអញ្ចឹងណាបងប្អូនបើអាកាសធាតុល្អទៅអាចអានរហូតដល់យប់ក្នុងម៉ោង8ម៉ោង9ហើយបើសិនជាអាកាសធាតុមិនសូវអំណោយផលទេបងវណ្ដេគាត់បាននិយាយថានឹងឲ្យប្រជាជនឬក៏មិនយកអ្វីអាននៅពេលព្រឹកអញ្ចឹងណាបងប្អូនដើម្បីឲ្យបងប្អូនបានអានច្រើនដើម្បីយល់ដឹងពីចំណេះផ្សេងដែលយើងចង់អានដោយសារសៀវភៅវាច្រើនពេកបងប្អូនមានទាំងខ្មែរមានទាំងភាសាបរទេសដូចជាអង់គ្លេសអីចឹងណាហើយសៀវភៅទាំងអស់ហ្នឹងមានសៀវភៅចំនួនសៀវភៅការដឹកនាំសៀវភៅទាក់ទងជាមួយនឹងសង្គ្រាមសៀវភៅប្រវត្តិសាស្ត្រការរស់ស៊ីការចិញ្ចឹមកូនទឹកដៅជីវិតផែនទីជីវិតការផ្ដល់កម្លាំងចិត្តច្រើនណាស់បងប្អូនរៀបរាប់អស់ទេសៀវភៅដូចជា 20000 ក្បាលបងប្អូនច្រើនណាស់ហើយខ្ញុំបានសរសើរអ្នកខេត្តកញ្ចេះដែរគាត់ចូលចិត្តអានសៀវភៅអញ្ចឹងណាបងប្អូនខ្ញុំសរសើរទៅដល់ព្រះសង្ឃហើយនឹងបងប្អូនតូចតែគាត់ខិតខំស្វែងយល់អំពីការអានសៀវភៅទាំងអស់ហ្នឹងអញ្ចឹងណាហើយកាលពីកន្លងមកខ្ញុំធ្លាប់ឮគេនិយាយថាអ្នកក្រចេះក្រមែនតែចេះបងប្អូនអញ្ចឹងមានអីបងប្អូនត្រូវតែខិតខំដោយអ្វីដែលគេនិយាយមកឲ្យខ្លាំងកុំឲ្យគេថាក្រចេះហើយក្រអត់ចេះអញ្ចឹងយើងក្រហើយត្រូវតែចេះហើយបងប្អូនដែលបានរៀនជាប់ពីក្រចេះហើយឆ្ពោះតែរៀនមហាវិទ្យាល័យនៅទីក្រុងភ្នំពេញក៏មិនអន់ប្រហែលដែរព្រោះអីអ្នកក្រចេះតស៊ូណាស់បងប្អូនតស៊ូខ្លាំងមែនតើដូចគេថាក្រចេះភ្នំពេញវិលវិញមិនឆ្ងាយទៅភ្នំពេញហើយពឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងដើម្បីជាទំពាំងស្នងរស័យដឹកនាំប្រទេសជាតិហើយម្យ៉ាងវិញទៀតទៅនឹងការសិក្សារៀនសូត្រវាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាជនទាំងអស់ដើម្បីយល់ដឹងអំពីការរស់នៅជីវិតប្រចាំថ្ងៃនិងការពិវត្តផ្សេងដោយសារការរៀនសូត្រត្រូវតែរៀនរាល់ថ្ងៃរៀនគ្រប់ពេលរៀនគ្រប់កន្លែងឲ្យតែអាចរៀនបានសំខាន់ការបែងចែកពេលវេលានៃការសិក្សាហើយនឹងការធ្វើការអញ្ចឹងណាបងប្អូនសម្រាប់ខ្ញុំវិញតើតើនឹងរៀនដូចជាច្រើនដែរជិត20ឆ្នាំហើយគ្រាន់តែរៀនពីថ្នាក់ទី1រហូតដល់អនុបណ្ឌិតដែរអញ្ចឹងណាគ្រាន់ថាការរៀនកន្លងមកខ្ញុំមិនគិតថាខ្លួនឯងអ្នកចេះអីទេព្រោះអីចំណេះវិជ្ជារបស់មនុស្សយើងគឺរៀនមួយជីវិតអាប់ដេតរាល់ពេលវេលាពីសម័យកាលមួយទៅពីសម័យកាលមួយទៀតវិវត្តខ្លួនរហូតសម័យបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាទំនើបប្រើដោយ AI ចឹងយើងត្រូវតែប្រឹងប្រែងសិក្សាស្វែងយល់ពីបច្ចេកវិទ្យាបច្ចេកទេសផ្សេងៗដែលសង្គមបច្ចុប្បន្នគេត្រូវការហើយជាចុងក្រោយនេះផងដែរខ្ញុំសូមសំណូមពរទៅដល់បងប្អូនទាំងអស់គ្នាសូមមេត្តាអានសៀវភៅបានច្រើនដើម្បីយល់ដឹងអំពីបញ្ហាផ្សេងៗដែលកើតមានឬក៏ការរស់នៅប្រចាំថ្ងៃឬក៏ទាក់ទងនឹងការអនុវត្តការងាររកស៊ីចំនួនផ្សេងៗចឹងណាបងប្អូនសូមអរគុណសូមគោរពជម្រាបលាយកបានដែរបើសិនគេឃើញបានគាត់គេក៏អានទៅហើយបើសិនអត់គ្នាបងប្អូនកុំព្យាយាមយកអ្វីក្រៅពីសភៅដល់សភៅគឺមុនគេបង្អស់ហើយអ្នកនៅលើ